ស្ថានភាពពិភពលោកកំពុងដើរដល់ចំណុចរបត់ថ្មីមួយនៅក្នុងឆ្នាំ2026នេះសន្តិភាពពិភពលោកថ្មីមួយនេះបានលេចរូបរាងឡើងជំរុញដោយភាពតានតឹងទាំងសេដ្ឋកិច្ចនយោបាយដែលមានដូចជាបញ្ហាសង្គ្រាមពាណិជ្ជកម្មពន្ធគយបដិការសង្គ្រាមអូសបន្លាយអស់រយៈពេល5ឆ្នាំរវាងរុស្ស៊ីនិងអ៊ុយក្រែននិងពិសេសគឺការផ្លាស់ប្តូរសម្ព័ន្ធមិត្តរវាងមហាអំណាចជាក់ស្ដែងការផ្លាស់ប្តូរនេះធ្វើឡើងថ្មីក្រោយអធិការបតីអាល្លឺម៉ង់គឺលោក Friedrich Merz បានទៅទស្សនកិច្ចនៅក្នុងប្រទេសចិនមែនទែនទៅរដ្ឋអំណាចទីក្រុងប៊ែកឡាំងបានពឹងផ្អែកទៅលើប៉ៃកាំងអស់ជាយូរមកហើយនៅក្នុងការរកស៊ីដោះដូរពាណិជ្ជកម្មជាមួយគ្នាយ៉ាងណាអាល្លឺម៉ង់កំពុងស្វែងរកការធ្វើពាណិជ្ជកម្មឲ្យកាន់តែស្មើភាពគ្នាបន្ថែមទៀតនៅចំពោះមុខការនាំចេញទៅចិនធ្លាក់ចុះជាងការនាំចូលមកវិញស្របពេលជាមួយគ្នានេះនៅក្នុងខែកុម្ភៈឆ្នាំ2026គឺដល់ពេលគម្រប់ខួប5ឆ្នាំនៃសង្គ្រាមរុស្ស៊ីរវាងអ៊ុយក្រែនជាមួយនឹងសង្គ្រាមដែលផ្លាស់ប្តូរសន្តិសុខពិភពលោកទាំងស្រុងបើទោះបីជាមានការខាតបង់និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយចុះក៏អ៊ុយក្រែននៅតែបន្តការពារខ្លួនឯងជាមួយនឹងជំនួយរបស់អន្តរជាតិខ្ទង់រាប់ពាន់លានដុល្លារប៉ុន្តែសន្តិភាពនៅតែមិនប្រកបប្រជាមកទល់នឹងពេលនេះសង្គ្រាមបានក្លាយទៅជាឧបករណ៍សាកល្បងនិងវាស់វែងការឯកភាពគ្នាជាសកលលោកពិសេសនៅក្នុងចំណោមមហាអំណាចនិងបានបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងចំណោមដៃគូដែលធ្លាប់តែជាសម្ព័ន្ធមិត្តយូរអង្វែងចាក់ទឹកមិនលិចក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកកាន់តែផ្ដោតទៅលើកិច្ចព្រមព្រៀងនានាជាលទ្ធផលសម្ព័ន្ធមិត្តមួយចំនួនផ្ដើមមានមន្ទិលសង្ស័យពីភាពដឹកនាំរបស់រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោននិងទូនីតិនៅពេលអនាគតនៅក្នុងអង្គការ NATO ការផ្លាស់ប្ដូរទាំងនេះបានជំរុញឲ្យតំបន់អឺរ៉ុបនិងប្រទេសដទៃទៀតផ្ដើមគិតគូរឡើងវិញអំពីមិត្តមួយណាដែលពួកគេអាចពឹងផ្អែកបានក៏ប៉ុន្តែត្រូវធ្វើឲ្យមានតុល្យភាពដោយប្រុងប្រយ័ត្នជាមួយនឹងសហរដ្ឋអាមេរិកចិននិងដៃគូក្នុងតំបន់5ឆ្នាំបន្ទាប់ពីសង្គ្រាមអ៊ុយក្រែនពិភពលោកលែងត្រូវបានណែនាំឲ្យដើរទៅមុខតាមប្រព័ន្ធសណ្ដាប់ធ្នាប់ដែលធ្លាប់តែមានក្រោយសង្គ្រាមលោកលើកទី2តទៅទៀតហើយផ្ទុយទៅវិញការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មនយោបាយអំណាចនិងកងទ័ពក៏ដូចជាផលប្រយោជន៍ជាតិកំពុងបង្កើតសណ្ដាប់ធ្នាប់សកលថ្មីមួយដែលមើលទៅហាក់ងាយបែកបាក់និងមិនប្រកបប្រជា